OK ចឹងឥឡូវនេះខ្ញុំបង្ហាញពីរបៀបក្នុងការដាក់ password នៅក្នុង port console បាទ port console គឺជា port login ដំបូងជាធម្មតាគ្រប់ឧបករណ៍ Cisco switch Cisco router និង Cisco firewall ASA វាអត់ទាន់ជាប់ password ទេនៅពេលយើងទិញមកអញ្ចឹងប្រសិនបើឧបករណ៍របស់យើងអត់ជាប់ password ទេឬយើងអត់ដាក់ password ទេអញ្ចឹងនៅពេលដែលអ្នកដទៃនោះគ្រាន់តែគេយក laptop របស់គេភ្ជាប់ខ្សែ console គេអាចធ្វើការកែកតឬចូលមើល code configuration របស់យើងនៅក្នុងឧបករណ៍យើងតែម្ដងគ្រាន់តែបានយើងដឹងហើយថានៅក្នុងឧបករណ៍របស់យើងវាមានក្នុង rack របស់យើងវាមានឧបករណ៍ច្រើនមិនអញ្ចឹងហើយហ្នឹងហើយវាមាន port console បើយើងមិនដាក់ password ឲ្យ port console ទេគេអាចចូលទៅមើល code របស់យើងអញ្ចឹងនៅពេលគេអាចចូលមើល code របស់យើងបានគេអាចធ្វើឲ្យ system របស់យើង error ឬក៏លួចព័ត៌មានឬលួច system ផ្សេងៗទៀតយល់ទេបាទអញ្ចឹងការដាក់ password វាជាកត្តាមួយដ៏សំខាន់មែនទែនប្រៀបបានដូចយើងការចាក់សោទៅលើឧបករណ៍យើងអញ្ចឹងវាមិនខុសពីកុំព្យូទ័ររបស់យើងទេកុំព្យូទ័ររបស់យើងក៏យើងត្រូវការដាក់លេខសម្ងាត់ដែរបើមិនជាកុំព្យូទ័ររបស់យើងមិនដាក់លេខសម្ងាត់គ្រាន់តែគេបើកកុំព្យូទ័រយើងមកគឺ login direct ឬ start up window តែម្ដងគេអាចធ្វើអ្វីៗក៏បានដែរតើឡើយនឹងបាទអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការដាក់ password ត្រង់ port console គឺជា password ដំបូងវាបងអស់យល់ទេបាទអូខេឥឡូវនេះខ្ញុំចាប់ដើមចុចលើ router Air1 អញ្ចឹងពេលខ្ញុំចាប់ដាក់ enter នៅពេលខ្ញុំធ្វើការ enter មកពេលនោះវាមានចូល password អ្វីទាំងអស់វាជួយចូលត្រង់ឯតម្រង user មកតែម្ដងយល់ហ្នឹងបាទអូខេអញ្ចឹងឥឡូវខ្ញុំ enable ចូលពេលមានចូល password អីដែរឃើញទេខ្ញុំ config t ចូលតម្រង global configuration mode ក៏វាមានចូល password អ្វីដែរបាទសូមចាំដល់ទៀតខ្ញុំ exit ចឹងទៅពេលខ្ញុំ enter មកមានចូល password អ្វីទាំងអស់យល់ទេបាទអូខេចឹងឥឡូវនេះខ្ញុំចាប់បានធ្វើការដាក់ password នៅត្រង់ port console ចឹងខ្ញុំចុច enable config t ខ្ញុំវាយ command មួយគឺ line console 0 បាទ line ដកឃ្លា con គឺ console អានេះលេខ0មិនមែនអក្សរ o ទេបាទលេខ0ហើយខ្ញុំ enter ដល់ពេល enter មកក៏ដាក់ថា config line យល់ទេបាទហើយខ្ញុំវាយពាក្យ password ផាសក៏បានដែរដក clear អញ្ចឹងខ្ញុំដាក់ឲ្យគេ1 2 3 a តើនៅបាត់អាចដល់ទៅចិត្តអញ្ចឹងបើសិនយើងតេស្តយើងកំពុងតែរៀនទេយើងមិនដាក់ច្រើនទេយើងដាក់1 2 3ឬ1ឬដាក់ឬក៏រៀន console ដាក់ console ឬដាក់ Cisco អញ្ចឹងទៅដើម្បីការចំណាំរបស់ខ្លួនឯងទេប៉ុន្តែ process បើយើងទៅភាពពិតយើងត្រូវដាក់លក្ខណៈ hash password មានថាមានលេខមានអក្សរតូចអក្សរធំមាននិមិត្តសញ្ញាយល់ទេបាទហ្នឹងគេហៅ hash password ប៉ុន្តែភាសាយើងតេស្តក្នុង lab របស់យើងទីយើងមិនចាំដាក់ hash password ទេយើងដាក់តែតេស្ត1 2 3ឬ1ទៅបានហើយងាយស្រួលកុំឲ្យយើងច្រឡំយល់ទេបាទចឹងដាក់1 2 3 a ខ្ញុំ enter បន្តមកខ្ញុំវាយ command login ដើម្បីធ្វើការ save អូខេខ្ញុំ exit ចឹងខ្ញុំ enter ចឹងដល់ពេលខ្ញុំ enter មកកន្លែងនេះគេដាក់ថា user access verification ចឹងវាទាមទារយើងវាយ password ចឹងខ្ញុំចុចទៅវាយទៅ enter អត់ត្រូវទេយល់បាទខ្ញុំបិទអញ្ចឹងឥឡូវនេះខ្ញុំចាប់ដើមបើកទៅលើឬក៏ចុចទៅលើ router Cisco ម្ដងទៀត CLI នៅពេលខ្ញុំ enter មកក៏វានៅជាប់ password ដែរយល់ទេបាទអញ្ចឹងពេលយើងវាយវាមិនចេញផ្កាយទេគឺវាទៅទេស្អាតអត់ចេញទេណាឥឡូវដាក់1 2 3 a ពេលខ្ញុំវាយត្រូវពេលនោះវា login ចូលទៅកាន់ router សញ្ញាធំជាងតោះហើយបាទខ្ញុំ enable config t ចឹងខ្ញុំចង់ដាក់ password ដូរ password ថ្មីអញ្ចឹងយើងត្រូវវាយ line console 0 ដែរយើងចូលទៅកាន់ទីតាំងដែរយើងវាយ pass ទៅគឺវា override ចោលដែរម្ដងឥឡូវខ្ញុំដាក់1 2 3 4 5 a ហ្នឹងបាទហើយខ្ញុំ enter ហើយខ្ញុំ log អានេះខ្ញុំ enter មួយទៀតមកតាមពិតខ្ញុំ enter ពីរដងចឹងដើម្បីងាយស្រួលមើលដក clear ស្រួលមើលទេបាទតាមពិតយើងមិន enter ដូចខ្ញុំសេជាប់មកក៏បានដែរយល់ទេបាទ login ខ្ញុំ exit ខ្ញុំ enter មកខ្ញុំវាយ1 2 3 a អត់ចូលទេ1 2 3 4 5 a បានវាចូលតើនៅកន្លែងហ្នឹងបាទអូខេនេះពីរបៀបនៃការដាក់ password នៅ port console អូខេហើយឥឡូវហ្នឹងក៏ខ្ញុំបង្ហាញពីរបៀបក្នុងការដោះ password វិញដែរគឺខ្ញុំដាក់បង្ហាញមួយគ្នាហ្មងទៅអញ្ចឹងឥឡូវយើងមើលខ្ញុំវាយ enable សូមមើលឡើងតិចខ្ញុំវាយ show run ក៏ប៉ុន្តែ comment នេះអត់តរៀនទេណា show run clear run ហ្នឹងគឺបង្ហាញព័ត៌មាននៅក្នុង router យើងកំពុងតែប្រើប្រាស់អងចង់ចាំម្ដងសល់មានសូព័ត៌មាននៅ range show run ខ្ញុំ enter មកខ្ញុំ enter ទៀតយល់ទេបាទ enter ទៀតមកខ្ញុំ enter រហូតមកចឹងនៅត្រង់កន្លែងនេះគេដាក់ថា line con 0 password 1 2 3 4 5 a ឃើញទេយល់បាទនេះគឺជាព័ត៌មាននៃ password នៃ port console របស់យើងតែម្ដងចឹងឥឡូវនេះខ្ញុំចង់ឲ្យគេដោះ password នឹងចេញវិញចឹងដើម្បីដោះ password យើងត្រូវចូលទៅកាន់ទម្រង់ដើមវិញណាចឹងយើង config key យើងចូលទៅកាន់ទម្រង់
global configuration មុនខ្ញុំឲ្យពាក្យ line console 0 ចឹងយើងចង់ឲ្យគេលុបយើងវាយពាក្យថា no ពីមុខ no ដក clear មក pass ជាធម្មតាបើយើងវាយពាក្យថា password ដក clear យើងដាក់លេខ784ចឹងមកអាហ្នឹងយើងដាក់ password ទេដល់តើយើងចង់លុបវិញយើងមិនចឹងទេយើងត្រូវធ្វើពាក្យថា no ពីមុខអីក៏ដោយចង់លុបត្រូវវាយពាក្យ no ដក clear មួយឲ្យ password តែ pass ក៏បានហើយ password បានហើយមិនបាច់លេខទៀតទេអញ្ចឹង no pass មានថាយើងលុប password តែម្ដង enter ខ្ញុំ exit ខ្ញុំប្រើ command show run បង្ហាញព័ត៌មាននៅលើ router របស់យើងហ្នឹងយើងណាពេលយើង show run មកកន្លែងដាក់ line console ចឹងវាបាត់អស់តើនៅបាទអញ្ចឹងខ្ញុំសម្រាប់ exit ខ្ញុំ enter មកវាអត់មានជាប់ password ទៀតទេតនៅកន្លែងហ្នឹងបាទអូខេខ្ញុំបើកខ្ញុំចាប់បានចិត្តលើ router ម្ដងទៀតខ្ញុំ exit ខ្ញុំ enable config key គេអត់អីទេខ្ញុំ exit enter មកមិនជាប់ password ទេឥឡូវខ្ញុំដាក់ម្ដងទៀត config key line console 0 password 123a login បាទខ្ញុំ exit ទៀតខ្ញុំ enter មកគឺជាប់ password តែម្ដងមួយ bytecode ចូលទេ 123a គឺដំណើរការធម្មតាតនៅកន្លែងហ្នឹងបាទនេះគឺជា password ដំបូងគេអូខេឥឡូវហ្នឹងតើតើនឹងការដាក់ password នៅត្រង់ port console យើងចប់ហើយនឹងពីរបៀបក្នុងការដកក៏យើងចេះដែរ